តំបន់សេដ្ឋកិច្ចពិសេសទាំង13ក្នុងខេត្តស្វាយរៀងកំពុងក្លាយជាក្បាលម៉ាស៊ីនស្រូបយកការវិនិយោគដ៏មានប្រសិទ្ធភាព V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC បានឲ្យដឹងថាកាលពីចុងសប្តាហ៍កន្លងទៅនេះឯកឧត្តមជាវុធីអគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅក្នុងខេត្តស្វាយរៀងក្នុងគោលបំណងក្តាប់យកព័ត៌មានវឌ្ឍនភាពនិងបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជនតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅក្នុងខេត្តស្វាយរៀងកំពុងមានភាពមមាញឹកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការសាងសង់រោងចក្រដែលនឹងចាប់ដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះហើយមានតម្រូវការកម្មករនិយោជិតរាប់ពាន់កន្លែងសម្រាប់ជូនបងប្អូនកម្មករជាពិសេសចំពោះពលករដែលទើបត្រឡប់មកពីប្រទេសថៃជាមួយគ្នានោះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីៗមួយចំនួនដូចជាក្នុងតំបន់សេដ្ឋកិច្ចពិសេសហួសសៀង International មានសហគ្រាសវិនិយោគខ្លះកំពុងធ្វើការផលិតនៅផលិតផលពាក់កណ្ដាលសម្រេចនិងនាំចេញទៅកាន់ប្រទេសចិនវិញដើម្បីផលិតជាផលិតផលសម្រេចដែលនេះក៏ជាសញ្ញាណថ្មីមួយបន្ថែមទៀតសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជារបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានបង្ហាញឲ្យដឹងផងដែរថាមានគម្រោងវិនិយោគធំៗជាច្រើនបានបោះទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្តស្វាយរៀងដូចជាគម្រោងរោងចក្រផលិតសំបកកង់ឡានដែលមានតម្លៃតុនវិនិយោគរាប់សិបលានដុល្លារអាមេរិករោងចក្រដំឡើងកង់ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិនិងរោងចក្រសហគ្រាសជាច្រើនទៀតធ្វើឲ្យកំណើននៃការសាងសង់រោងចក្រនៅខេត្តស្វាយរៀងមានសកម្មភាពមមាញឹកជាពិសេសនៅក្រុងបាវិតជាប់ព្រំដែនកម្ពុជាវៀតណាមអគ្គលេខាធិការសមាគមឧស្សាហកម្មស៊ីម៉ង់កម្ពុជាបានមានប្រសាសន៍ប្រាប់សារព័ត៌មាន AMS Economy នៅពេលកន្លងមកនេះថានៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះបណ្ដាតំបន់នៅតាមព្រំដែននៅក្នុងនោះមានក្រុងបាវិតខេត្តស្វាយរៀងបានឃើញថាមានតម្រូវការនៃការសាងសង់សំណង់ធំៗកើនឡើងខ្ពស់ដែលធ្វើឲ្យការផ្គត់ផ្គង់ស៊ីម៉ង់ទៅកាន់តំបន់ទាំងនោះមានកម្រិតខ្ពស់ខណៈការផលិតស៊ីម៉ង់នៅក្នុងស្រុកអាចឆ្លើយតបទៅនឹងតម្រូវការបានគ្រប់គ្រាន់។